តោះសរសៃគ្នាយើងមកគ្នាយើងណាខ្លះតឹងរងចាំជាមួយនឹង Mode High Skin Free Fire 2021គ្នាយើងមកសម្រាប់Mode High Skin ហ្នឹងឥឡូវគឺគេលេងធ្វើលើ Shadow Rocket ហើយបាទគ្នាយើងឥឡូវគឺធ្វើលើកម្មវិធីថ្មីណាគ្នាយើងចាំមើលវីដេអូហ្នឹងនៅចង់ទៅនិយាយរួមទៅហ្នឹងគឺយើងគ្នាយើងយកមកលេងសប្បាយបណ្ដោយមានទូរស័ព្ទមួយធ្វើបានបណ្ដោយគ្នាយើងមកហើយនិយាយថា skin ក្នុងហ្នឹងលុយខ្លាំងមែនតើគ្នាយើងមកមានសុកណាកោជោហើយនិយាយរួមគឺស្អាតខ្លាំងមែនតើគ្នាយើងមកយើងមើលទៅគ្នាយើងមកគឺអែមខ្លាំងមែនតើគ្នាយើងមកយើងចាំមើលវីដេអូហ្នឹងដល់ចប់ទៅចាំមើលខ្ញុំបង្រៀនពាក្យកណ្ដាលវីដេអូហើយមួយទៀតគ្នាយើងមកខ្ញុំក៏មានទទួលទិញលក់ account ដែរបាទគ្នាយើងមក link Telegram ខ្ញុំក្នុង comment ហ្នឹងមកបើសិនគ្នាយើងណាចង់ទិញឬលក់ account គ្នាយើងឆាតមកខ្ញុំតាម link Telegram របស់ខ្ញុំនៅក្រុមបាទធានាបើដោយសុវត្ថិភាពបាទគ្នាយើងឥឡូវគ្នាយើងមើលវីដេអូហ្នឹងលេងសិនទៅចាំតិចទៀតខ្ញុំបង្រៀនពីរបៀបដាក់អញ្ចឹងណាកៅគឺមកស្អាតបើដោយ fix អីមកអែបើដោយគ្នាយើងមកនិយាយរួមលយបើដោយគ្នាយើងមកមើលនិយាយរួមអីវ៉ាន់ Free Fire មានប្រហែលក្នុងហ្នឹងមានទាំងអស់បាទមាននិយាយរួមគ្រប់សព season 1 season 2 អីបាទមានទាំងអស់បើដោយវាលយត្រង់ហ្នឹងគ្នាយើងមកយើងចង់ពាក់អីយើងចង់តែងខ្លួនបែបម៉េចវ៉ាវអែមតែនមក Sky Win ចេញថ្មីស្អី fix កុំបាច់រួមអីនិយាយរួម Free Fire មានប្រហែលក្នុងហ្នឹងមានទាំងអស់បើដោយវាលយត្រង់អញ្ចឹងហើយអាហ្នឹងពេលយើងចូលលេងក្នុងហ្គេមទៅគឺពេលយើងចាក់ក្បាច់ហ្នឹងយើងចាក់ក្បាច់មិនចាក់ក្បាច់អីគឺមើលឃើញទៀតគ្នាយើងមកឥឡូវក៏មើលគ្នាយើងចាំយូរឥឡូវយើងទៅមើលវីដេអូយើងបង្រៀនពីរបៀបធ្វើដល់គ្នាបណ្ដោយទៅជាដំបូងគ្នាយើងចុច link ក្រុម comment ហ្នឹងមកបាទចុចមកចូលដល់ Telegram របស់ខ្ញុំហ្នឹងបាទពេលចូលមកដល់មុនដំបូងគ្នាយើងចុចអា link ទី2គ្នាយើងដូនកម្មវិធីហ្នឹងសិនណាកម្មវិធីហ្នឹង free ទេធ្វើ free គ្នាយើងអត់ដូចការមុនធ្វើនឹង Shadow Rocket អស់លុយពិបាកទិញកម្មវិធីទេឥឡូវគឺ free ហើយបន្ទាប់ពីគ្នាយើងដូនកម្មវិធីហ្នឹងហើយគ្នាយើងចូលទៅគ្រប់ Telegram របស់ខ្ញុំសាក់ថ្មីមកគ្នាយើងដូន link អាហ្នឹងមួយទៀតមកគ្នាយើងមើលតាមហ្នឹងមកគឺអត់មានពិបាកទេគ្នាយើងមើលមួយកុំខាវីដេអូចុចលើអាសញ្ញាព្រួយហ្នឹងមកគ្នាយើងចុចទៅមកអូមកក្រុមចុចពាក្យថា save to file គ្នាយើងចុចមកគ្នាយើងចុចនោះពាក្យថា save ហ្នឹងមកគ្នាយើងចុច save មកបានហើយគ្នាយើងមកបន្ទាប់ពីបានប៉ុណ្្នឹងហើយគ្នាយើងចេញមកវិញមកយើងចេញទៅចូលក្នុងកម្មវិធីអាដែលយើងដូនមិញគ្នាយើងមកបន្ទាប់ពីយើងចុចចូលមកគ្នាយើងចុចអាទី3បន្ទាប់គ្នាយើងចុចអាខាងក្រុមគេបងអស់មកចុចពាក្យថា import ហ្នឹងមកគ្នាយើងមកចុចមកយើងឃើញ link ដែលយើង download មិញហ្នឹងគ្នាយើងចុចលើវាមួយមកប៉ុណ្ណឹងហើយគ្នាយើងចុចអាកន្លែង setting គ្នាយើងមកនោះ setting អារង្វង់កកចាក់ហ្នឹងគ្នាយើងចុចរួយគ្នាយើងយកពាក្យអាលើគេហ្នឹងមកគ្នាយើងចុចបើកអានឹងមួយមកគ្នាយើងមកមើលមួយទៅមកគ្នាយើង down link file នេះគ្នាយើងចុច down បានហើយគ្នាយើងចេញមកវិញមកយើងចូលទៅ setting ទូរស័ព្ទរបស់យើងយើងពេលដែលយើងចូលទៅដល់ហើយគ្នាយើងអមក្រុមយកពាក្យ general មកបាទគ្នាយើងបន្ទាប់មកទៀតគ្នាយើងអស់ទៅក្រុមជ្រួសពាក្យ VPN បន្ទាប់មកគ្នាយើង install អាហ្នឹងមកនោះមើលមួយគ្នាយើងបន្ទាប់ពីយើង install ហើយ install មិនต้องទៀតប៉ុណ្ណឹងបានហើយយើងហើយគ្នាយើងចូលទៅបកមកកន្លែងទៀតគ្នាយើងមើលមួយកុំខាវីដេអូតែខាអត់ចេះទេគ្នាយើងមកបន្ទាប់មកបើកអាហ្នឹងមកបានហើយបាទគ្នាយើងបន្ទាប់មកទៀតយើងចូលទៅ game Free Fire យើងមកដើម្បី copy ID ពេលយើងចូលទៅ copy ID Free Fire របស់យើងគ្នាយើងចាំតិចឯងបន្ទាប់ពីយើងចូលមកដល់ក្នុង game ហើយគ្នាយើង copy ID របស់យើងធម្មតាមកបន្ទាប់ពីយើងចុច copy ហើយគ្នាយើងចេញមកក្រៅ game វិញមកគ្នាយើងមកចូលទៅគ្រប់ Telegram ខ្ញុំអាតដែលហ្នឹងគ្នាយើងរកពាក្យមួយដែលមានពាក្យថាដាក់ ID game ហើយយើងចុចក្រុមហ្នឹងមកបន្ទាប់ពីយើងចុចហើយយើងចូលមកដល់ក្នុង website ហ្នឹងបាទthìយើងធ្វើតាមខ្ញុំមកគ្នាយើងចុចអានេះចាំមើលវាចេញមកនេះនោះចុចអាក្រុមទី2គ្នាយើងចុចមួយមកបន្ទាប់ពីយើងចុចហើយវាចេញបែបផ្សាយពាណិជ្ជកម្មមកគ្នាយើងមកតែរបស់ខ្ញុំធ្លាប់ធ្វើវាអត់ចេញទេនេះវាចេញមកបាទយើងចុចដាននៅក្នុងខាងលើមកយើងចុចទៀតវាចេញទៀតយើងចុចតដែលមកនេះមកធ្វើវាបែបហ្នឹងមួយអាហ្នឹងយើងចុចខុសហើយធ្វើសាក់ថ្មីហើយយើងចុចឲ្យលើតដែលមកតែចុចមួយបានហើយគ្នាយើង
អានឹងវាផ្សាយពាណិជ្ជកម្មវិញអញ្ចឹងហើយបាទឥឡូវចាំមើលសិនទៅទៀតវាឃើញបានហើយបាទបន្ទាប់ពីយើងចុចមកសន្ទុះមកនេះ void ID គឺយើងផាស ID ដែលយើងដាក់ក្នុង game មិញគឺយើងមកនេះដាក់មកចុចឲ្យពើ Q ហ្នឹងមកចុចមកបានហើយយើងនេះចុចអាហ្នឹងយើងចុចអាហ្នឹងមួយមកគឺយើងមកចុច nick ទៀតមកទៅមកយើងចុច nick តបទៀតមកបាទរួច4ដងបានរួចគ្នាយើងមកធ្វើមួយមើលវីដេអូហ្នឹងកុំខាងគឺយើងមកមើលមួយទៅបានចេះហើយស្រួលទេក៏បាក់ទេគឺយើងមកបន្ទាប់ពីវាចុចអស់ហើយវាចេញអញ្ចឹងគឺយើងចេញទៅនឹងចុចឲ្យលើនឹងវិញមកនេះបានហើយគឺយើងមកតែប៉ុណ្ណឹងមកគឺយើងចេញមកក្រៅវិញមកយើងចូលទៅបើក្នុងកម្មវិធីហ្នឹងនេះបើអាក្រុមហ្នឹងអាពើ QQ ហ្នឹងអាពើក្រហមច្រឡំគឺយើងមក sorry តែមកយើងចូលក្នុងហ្គេមយើងធម្មតាមកបានហើយគឺយើងទៅប៉ុណ្ណឹងចាំមើលចូលដល់ហ្គេមឃើញហើយគឺយើងមកនេះយើងឃើញតែប៉ុណ្ណឹងហើយបាទតែអាហ្នឹងយើងដាក់បានតែប្រហែលម៉ោងទេថាយើងចង់ដាក់បែបហ្នឹងទៀតយើងធ្វើវាដដែលមកបានហើយគឺយើងមកនេះឃើញលក់អីគឺយើងមកអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្ណឹងដែរបាទនេះអរគុណសម្រាប់ការមើលវីដេអូហ្នឹងផងដែរបាទ